ស្ដីអ្នកទាំងអស់គ្នាតើបច្ចុប្បន្នមានកម្មវិធី Cool App ដែលជាស្នាដៃកូនខ្មែរប្រើហើយឬនៅហេតុអីបានជាយើងគួរតែនាំគ្នាគ្រប់គ្រងប្រើរបស់ខ្មែរយើងនឹងជួបគ្នាលម្អិតបន្តិចទៀតនេះបាទបើបងប្អូនគ្រប់គ្រងការចែករំលែកចំណេះដឹងកុំភ្លេចបាទជួយចុច Like Subscribe Channel ឬ Share រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេបើសិនមានចម្ងល់ឬមតិយោបល់ចូលរួមអាច comment នៅក្នុងវីដេអូនេះបាននៅលើពិភពលោកយើងនេះមានបណ្ដាញសង្គមច្រើនមានបណ្ដាញសង្គមខ្លះក៏មានអ្នកគ្រប់គ្រងប្រើច្រើនខ្លះក៏តិចអាស្រ័យលើអត្ថប្រយោជន៍ទៅដល់សង្គមជាតិហើយក៏មានកម្មវិធីខ្លះហ្នឹងក៏ធ្វើឲ្យប៉ះពាល់ទៅដល់វប្បធម៌សង្គមជាតិប្រពៃណីក៏មានប្រទេសជាច្រើនបានហាម5មិនឲ្យប្រើជាក់ស្ដែងដូចនៅជាអាមេរិកនៅអឺរ៉ុបនៅប្រទេសតំបន់អាស៊ីមួយចំនួនហាមប្រើ TikTok ហាមប្រើ Telegram ប្រទេសវៀតណាមថ្មីនេះគឺហាមមិនឲ្យប្រើ Telegram លោកដាញ់ហុងដែលជាអ្នកបង្កើត Font អក្សរ Unicode និងជាខ្មែរកម្ពុជាក្រោមមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់លោកក្នុងការជំរុញនិងលើកទឹកចិត្តឲ្យងាកមកសាកល្បងប្រើប្រាស់ Cool App ក្រោយកម្មវិធី Telegram កំពុងមានបញ្ហានៅវៀតណាមនេះបើតាមសារបង្ហោះរបស់លោកនៅក្នុងបណ្ដាញសង្គម Facebook កាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025រីឯលោកសឿនសុធីនីប្រធានសមាគមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជាអំពាវនាវបងប្អូនខ្មែរកម្ពុជាក្រោមមកនាំគ្នាប្រើប្រាស់កម្មវិធី Cool App ដែលស្នាដៃគុនខ្មែរដើម្បីតាក់ទងគ្នាជាមួយបងប្អូននៅកម្ពុជាស្របពេលដែលរដ្ឋាភិបាលវៀតណាមព្រមានបិទ Telegram នៅក្នុងប្រទេសរបស់ខ្លួនហើយកម្មវិធីនេះយើងអាចប្រើប្រាស់បានទូលំទូលាយក្នុងការទំនាក់ទំនងដូចជាបណ្ដាញសង្គមផ្សេងៗដែរដូចជា Telegram Messenger ទោះបីយើងទៅដល់ទីណាក៏ដោយលើពិភពលោកឲ្យតែមានអ៊ីនធឺណិតទៅអឺរ៉ុបអាមេរិកចិនឬក៏ឌូបៃសូម្បីតែសម្ដេចតេជោហ៊ុនសែនជាអតីតនាយករដ្ឋមន្ត្រីក៏គ្រប់គ្រងនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរបាទមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ប្រើប្រាស់កម្មវិធី Cool App ទាំងអស់គ្នាក្នុងការទំនាក់ទំនងនាំគ្នាគ្រប់គ្រងប្រើប្រាស់ទៅតាមតម្រូវការរៀងៗខ្លួនបាទអាចជាកិច្ចការផ្ទាល់ខ្លួនឬក៏ជាការទំនាក់ទំនងផលិតផលសេវាកម្មរកស៊ីមុខជំនួញបាទគឺបានគ្រប់យ៉ាងកម្មវិធីនេះអាចបង្កើតជាគណនីផ្ទាល់ខ្លួន profile ឬក៏អាចបង្កើតជាសហគមន៍គ្រប់បានផងដែរយើងអាចផ្ញើសារជាអក្សរសារសំឡេងសារវីដេអូឬក៏ផ្ញើជា file ឬក៏អាច call ជាសំឡេងជាវីដេអូក៏បានដែរមាន sticker មានអីឲ្យយើងប្រើប្រាស់ស្អាតៗទៀតបាទអញ្ចឹងឲ្យតែយើងមានទូរស័ព្ទដៃ smartphone ឬក៏ tablet computer អាច download ទាញយកដើម្បីប្រើប្រាស់បាទចុះឈ្មោះស្តៀងកម្មវិធីផ្សេងៗដែរបាទដូចយើងចុះឈ្មោះប្រើ Telegram ឬក៏ Facebook Messenger បាទអ្នកប្រើប្រាស់ទាំងឡាយអាចចូលទៅក្នុង App Store Play Store update យក version ថ្មីឬក៏ចូលតាមដានលើ Facebook Page Cool Messenger ដើម្បីមើលមានអីចេញថ្មីមុខងារពិសេសសូមអរគុណបងប្អូនទាំងគ្នាចំពោះការទស្សនាពីដើមដល់ចប់បើមានកំហុសឆ្គងសូមអធិស្ឋានផងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា